សួស្តីបងប្អូនទាំងអស់គ្នារដូវកាលនេះគឺជារដូវកាលស្វាយធម្មជាតិយើងសម្បូរចឹងដល់រដូវនេះគឺស្វាយធម្មជាតិរបស់យើងចាស់ហើយបងប្អូនថ្ងៃនេះផងដែរខ្ញុំមកហូបម្ជូរស្វាយប៉មដើម្បីរំលឹកអនុស្សាវរីយ៍ការចំនួនឆ្នាំ2000ឯបងប្អូនដើរតាណាតណីឃើញទាំងថាសហើយបងប្អូនហើយកាលនោះវាអត់សូវជាសម្បូរស្វាយគ្រប់មុខដូចឥឡូវទេបងប្អូនសម្បូរជាងគេគឺស្វាយប៉មហើយថ្ងៃនេះផងដែរខ្ញុំមកបុកអំបិលបកាដើម្បីហូបស្វាយប៉មដើម្បីរំលឹកអនុស្សាវរីយ៍យើងកាលចំនួនហ្នឹងណាបងប្អូននិយាយថាពីចំនួនហ្នឹងបងប្អូនហើយយើងធ្លាប់ដើរតាណាតណីតាមកន្លែងលក់ម្ជូរមួយអត់សូវសម្បូរម្ជូរគ្រប់មុខដូចឥឡូវទេបងប្អូនមានតែភាគច្រើនឃើញច្រើនជាងគេមានតែស្វាយប៉មនេះបងប្អូនស្វាយប៉មនេះឃើញទៅតាណាក៏មានដែរទាំងថាសពេញហើយតាមជាពិសេសយើងជិះតាមរថភ្លើងដល់រានមួយបងប្អូនទូលមកទាំងថាហើយយើងកំពុងតែពុលឡានពុលរទេះភ្លើងអីចឹងផងដូចនឹកចង់ទៅមកជូរហើយនេះខ្ញុំឡើងបេះស្វាយខ្ញុំបានពីចង្កោមបងប្អូនដើម្បីយកមកហូបហើយស្វាយប៉មរបស់ខ្ញុំនេះឆ្នាំនេះវារៀងក្របផ្លែតិចដោយសារឆ្នាំតមិញវារាំងបើដូចរាល់ឆ្នាំបងប្អូនដោយទៅដល់ខែ10ខែ11ហ្នឹងស្វាយប៉មខ្ញុំចាស់ដែរប៉ុន្តែខែនេះដល់ខែ2ហើយទឹមតែចាស់បងប្អូននេះបងប្អូនកាលនោះឃើញគេចិត្តស្អាតបងប្អូនដាក់ពេញថាសតែខ្ញុំអត់សូវចេះចិត្តបងប្អូនធ្វើខ្ញុំចិត្តធ្វើបែបអញ្ចេះមើលទៅទំនងអត់បងប្អូនតោះឥឡូវមកហូបស្វាយជាមួយខ្ញុំទាំងអស់គ្នាបងប្អូនគ្រាន់តែបញ្ចូលសលេងបណ្ដាបងប្អូនចង់ហូបម្ដងទៀតរៀងចេញទឹកមាត់ព្រោះអីដឹងមិនអីឲ្យមិនថាបងប្អូនមិនថាខ្ញុំមែនអត់ឲ្យតែឃើញមកជូរដឹងថាដឹងតដូចស្រក់ទឹកមាត់ដូចចង់ហូបហ្មងណាមកហូបអីផ្សេងមិនអត់ដឹងទេតែសម្រាប់មកជូរមួយមុខនេះឲ្យលេបឲ្យអត់លេបទឹកមាត់អត់គឺអត់បាននឹងហ្មងឲ្យតែឃើញដឹងតែលេបទឹកមាត់ណាជាពិសេសមើលវីចឹងហើយបងប្អូនណាខ្លះចូលចិត្តហូបម្ជូរមកហូបម្ជូរជាមួយខ្ញុំទាំងអស់គ្នារនឹកមិនដឹងថារនឹកធ្វើវីដេអូអីឲ្យបងប្អូនទស្សនាបើនៅក្រៅផ្ទះយើងមានតែម្ជូរអញ្ចឹងមានតែហូបម្ជូរឲ្យបងប្អូនទស្សនាទៅដើម្បីចែកគ្នាស្រក់ទឹកមាត់ទាំងអស់គ្នាតែប្រហែលជាស្រក់ទឹកមាត់តែអ្នកចូលចិត្តញ៉ាំម្ជូរទេបើអ្នកអត់ចូលចិត្តម្ជូរប្រហែលមិនស្រក់ទេទៅបាទវីដេអូខ្ញុំមានតែប៉ុណ្ណឹងអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំនិង page របស់ខ្ញុំអរគុណច្រើនសម្រាប់ការគាំទ្រជួយដល់កម្លាំងចិត្តឲ្យបេះដូងឲ្យមេដៃនិង comment ល្អអរគុណច្រើនបាយបាយជួបគ្នាវីដេអូក្រោយទៀតអរគុណច្រើនបងប្អូន